អោយតែលឺប៉ាប្រាប់ថាបានមកញ៉ាំបាយផ្ទះហ្នឹងគឺថា3នាក់ម៉ែកូនហ្នឹងមិនដឹងស្អីតស្អីទេបងប្អូនដូចថ្ងៃនេះអញ្ចឹងលឺតែប៉ាប្រាប់ថាមិនបានមកបាយផ្ទះមានណានំចុកមុខលហុងទាំងថ្ងៃហ្នឹងឯងចំណែកឲ្យបាយមហូបក្រោកធ្វើពីព្រឹកហ្នឹងទុកម្លែងសិនបងប្អូនចាំល្ងាចាំគិតទៀតអញ្ចឹងណាអង្គុយចិត្តប្រឡែសក់ក៏នឹកឃើញថាអេមិនក្តៅអញ្ចឹងវាមានកាហ្វេទឹកដោះគោទឹកកកញ៉ាំមួយកែវដឹងឆ្ងាញ់ប៉ុណ្ណាទេបងប្អូនហើយទៅក៏អូយអូនទៅមើលទឹកកកក្នុងទូអញ្ចឹងណាខ្លាចមានតែមានណាអស់ទឹកកកហើយអញ្ចឹងទៅកាហ្វេអីក៏មានដែរទឹកដោះគោខាប់អីមានអស់ហើយបងប្អូនភាគច្រើនគ្រឿងផ្សំកាហ្វេទឹកដោះគោតែក្រូចឆ្មាតែអីហ្នឹងខ្ញុំឧស្សាហ៍ទិញទុកក្នុងទូអញ្ចឹងណាបងប្អូនពេលយើងចង់ញ៉ាំអញ្ចឹងយើងមិនបាច់ទៅក្រៅយើងធ្វើញ៉ាំខ្លួនឯងបានងាយស្រួលទៀតអញ្ចឹងណាបងប្អូនទី1ទី2ហ្នឹងយើងជួយកាត់បន្ថយការចំណាយដែលយើងធ្វើខ្លួនឯងទៅអត់សូវអស់លុយច្រើនអញ្ចឹងណាបងប្អូនចាយើងទិញមកទុកទៅកាហ្វេតែបៃតងតែក្រហមតែអីហ្នឹងក្រូចឆ្មាអីហ្នឹង1គីឡូប្រាក់4-5ប៉ិនអីទេបងប្អូនអញ្ចឹងខ្ញុំអាសាទិញទុកណាគ្រឿងសម្រាប់ធ្វើភេសជ្ជៈញ៉ាំខ្លួនឯងអញ្ចឹងគឺខ្ញុំមានទុកក្នុងទូទឹកកកអីបងប្អូនចំណែកកូនប៉ៅរបស់ខ្ញុំហ្នឹងឮតែខ្ញុំចង់ញ៉ាំកាហ្វេទឹកដោះគោទឹកកកហ្នឹងគេពីអ្នកបងប្អូនហ្នឹងសួរចិត្តនាំគ្នាជិះទៅទិញទឹកកកអញ្ចឹងណាបងប្អូនព្រោះអ្នកលក់ហ្នឹងរៀងចិត្តដែរទេឆ្ងាយប្រហែលជា4-5ផ្ទះអីដល់ហើយបងប្អូនប៉ុន្តែគ្រាន់តែពេកចុះខ្ញុំអត់ហ៊ានបដូរឲ្យជិះកង់ជិះអីតាមផ្លូវម៉ានទេបងប្អូនប៉ុន្តែថ្ងៃនេះហ្នឹងដោយសារឃើញឡានម៉ូតូរៀងស្ងាត់អញ្ចឹងទៅក៏ហ៊ានបដូរកិនអញ្ចឹងណាបងប្អូនចាអញ្ចឹងមុននឹងគាត់ជិះទៅទិញហ្នឹងគឺខ្ញុំបរៀនឲ្យមើលឆ្វេងមើលស្ដាំឃើញឡានម៉ូតូអីយើងកុំទៅណាឆ្លងផ្លូវអីអញ្ចឹងណាបងប្អូនចារៀនបដូរតិចទៅអញ្ចឹងពេលពួកគាត់ត្រឡប់មកពីទិញទឹកកកវិញហ្នឹងគឺថាចាប់ផ្ដើមឆុងកាហ្វេឆុងអីឲ្យខ្ញុំញ៉ាំអីបងប្អូនចំណែកឲ្យខ្ញុំហ្នឹងគឺផ្សំគ្រឿងសម្រាប់បុកល្ហុងហ្នឹងឯងបងប្អូនអញ្ចឹងពេលគាត់ឆុងកាហ្វេរួចបុកល្ហុងរបស់ខ្ញុំក៏រួចរាល់អញ្ចឹងក៏នាំ3នាក់ម៉ែកូនហ្នឹងញ៉ាំតែម្ដងទៅបងប្អូននិយាយរួមទៅយើងធ្វើកិច្ចការងារផ្ទះបើយើងនៅជាមួយកូនអញ្ចឹងអ្វីដែលយើងអាចប្រើគាត់ឲ្យធ្វើបានយើងហ៊ានបដូរគាត់យើងឲ្យគាត់រៀនធ្វើទៅបងប្អូនបង្កើនទម្លាប់ការចេះជួយការងារផ្ទះអញ្ចឹងណាបងប្អូនចានិយាយរួមអារម្មណ៍ពួកគាត់ក៏រីករាយដែរបងប្អូនដូចបានចូលរួមសកម្មភាពអីជាមួយយើងអញ្ចឹងគឺបង្កើនភាពស្និទ្ធស្នាលអីដែរអញ្ចឹងណាបងប្អូនចា